ឈើមកកាត់ធំធំបំរុងដឹកជញ្ជូនចេញត្រូវកងកម្លាំងចម្រុះស្ទាក់ចាប់បានខណៈមុខសញ្ញាជិតល្មើសរត់គេចខ្លួនបាត់ប្រពន្ធពីមន្ត្រីរដ្ឋបាលព្រៃឈើបានឲ្យដឹងថាកន្លងមកនេះជាពិសេសនៅក្នុងពេលយប់ក្នុងពេលដែលកងកម្លាំងចម្រុះមិនបានចេញល្បាតក្នុងតំបន់ជ្រៅក្រុមជនល្មើសតែងតែឆ្លៀតឱកាសក្នុងការលួចកាប់និងដឹកជញ្ជូនឈើប្រភេទលេខ3ដែលជាដើមធ្លកដើមចំបក់នៅក្នុងព្រៃសហគមន៍សុចិត្តឃុំទុំរិញស្រុកសណ្ដានខេត្តកំពង់ធំមុខសញ្ញាទាំងនេះជាមុខសញ្ញាដែលធ្វើដំណើរមកពីទីឆ្ងាយនិងស៊ើបការបានច្បាស់លាស់ទើបហ៊ានលួចកាប់នៅពេលយប់ហើយរកឱកាសដឹកជញ្ជូនចេញយកទៅអាចជ្រៀកឈើធ្វើអាជីវកម្មផ្សេងៗនៅយប់ថ្ងៃទី30ខែឧសភាឆ្នាំ2025នេះដោយមានការផ្ដល់ព័ត៌មានពីបណ្ដាញសម្ងាត់និងដោយមានការចាត់តាំងកម្លាំងពីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំទើបស្ទាក់ចាប់បានឈើដែលបានរៀបចំបំរុងដឹកជញ្ជូនចេញប្រមាណជាង5ម៉ែត្រគូបហើយមុខសញ្ញាជនល្មើសទាំងនេះបានរត់គេចខ្លួនចូលក្នុងព្រៃបាត់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំកាលពីថ្ងៃទី2ខែឧសភាឆ្នាំ2025បានបញ្ជាឲ្យកងកម្លាំងចម្រុះស្រាវជ្រាវវែករកមុខជនសង្ស័យដែលលួចកាប់ឈើទាំងនេះយកមកផ្ដន្ទាទោសតាមច្បាប់ដោយគ្មានការលើកលែងឡើយ។